លោកអ្នកឡើងខ្លាំងនៅចុងខែតុលាឆ្នាំ2025នេះបាទនៅចុងខែតុលាឆ្នាំ2025នេះអ្នកដែលកើតឆ្នាំម្សិលរាសីរបស់លោកអ្នកគឺឡើងខ្លាំងបងប្អូនណាបាទចាប់ពីថ្ងៃនេះរហូតដល់ដាច់ខែអញ្ចឹងអ្នកដែលកើតឆ្នាំម្សិលឮថាឆុងឮថាលំបាកឮថាវេទនាឮថាកើតទុកឮថាអូអញញ៉ៃឥឡូវនេះมันមានបញ្ហាអីទៀតទេគឺយើងនឹងរាសីឡើងយើងនឹងល្អយើងនឹងជោគជ័យនៅចុងខែតុលានេះអញ្ចឹងរឿងណាដែលទន្ទឹងរង់ចាំរឿងណាដែលត្រូវនឹងទទួលបានគឺនឹងទទួលបានទេបងប្អូនកូនក្មួយណាបាទនៅចុងខែតុលានេះអញ្ចឹងបងប្អូនកូនក្មួយទាំងឡាយដែលកំពុងតាមដានទស្សនានៅការ live របស់លោកគ្រូម៉ែជុំបងប្អូនត្រូវដឹងថាយើងជាអ្នកកើតឆ្នាំម្សិលហើយមនុស្សកើតឆ្នាំម្សិលសុំតែសុខទេប៉ុន្តែគេមិនអោយសុខមកដល់យើងទៀតបាទសុំតែសុខទេហើយគេមិនអោយសុខដល់យើងទៀតព្រោះថាសុំតែសុខសុំយ៉ាងម៉េចសុខចិត្តលះបង់ខ្លួនឯងចោលហើយស្រូបតាមគេបងប្អូនលះបង់ខ្លួនឯងចោលហើយក៏ស្រូបទៅតាមគេតាមពិតខ្លួនឯងអត់ចង់ញ៉ាំទឹកកូកាទេចង់ញ៉ាំ Fanta បាទអត់ចង់ញ៉ាំកូកាទេចង់ញ៉ាំ Fanta ប៉ុន្តែគេថាឯងកុំផឹក Fanta ឯងផឹកកូកាទៅអញ្ចឹងខ្ជិលនាំរឿងផឹកកូកាតាមគេទៅអត់ចង់ស៊ីនំបញ្ចុកទេចង់ស៊ីកាទៀវប៉ុន្តែគេថាឯងកុំស៊ីនំបញ្ចុកឯងស៊ីកាទៀវទៅណាបាទអត់ចង់ស៊ីនំបញ្ចុកទេប៉ុន្តែចង់ស៊ីកាទៀវគេថាឯងកុំស៊ីកាទៀវស៊ីនំបញ្ចុកទៅក៏ស៊ីនំបញ្ចុកតាមគេទៅប៉ុន្តែខ្លួនអត់ចង់ទេប៉ុន្តែកុំឲ្យមានរឿងអញ្ចឹងក៏ធ្វើតាមគេទៅសុំតែសុខទេប៉ុន្តែគេមិនឲ្យសុខទៀតអ្នកកើតឆ្នាំលកាហ្នឹងជួយគេណាស្រឡាញ់គេណាលះបង់ដើម្បីគេណាប៉ុន្តែចុងក្រោយអ្នកដែលកើតឆ្នាំម្សិលហ្នឹងមិនដែលទទួលបានការតបស្នងមិនដែលទទួលបាននូវភាពយុត្តិធម៌សម្រាប់ខ្លួនឯងទេពេលខ្លះបងប្អូនឈឺចិត្តពេកអង្គុយឆ្ងល់ថាអញហើយកើតឆ្នាំម្សិលនេះក៏វេទនាមិនមកជីវិតដើរទៅយល់ចិត្តគេដើរទៅស្របតាមគេមិនដែលស្របតាមអញផងគេមិនដែលយល់ចិត្តអញផងណែវាអញ្ចឹងណាបងប្អូនកូនក្មួយណាបាទអញ្ចឹងបានថាឈឺចាប់អ្នកកើតឆ្នាំម្សិលវាលះបង់ច្រើនពេកណាវាដើម្បីគេច្រើនពេកណាប៉ុន្តែដើម្បីខ្លួនឯងផងហើយមកជីវិតអ្នកកើតឆ្នាំម្សិលថ្ងៃនេះអត់មានចង់បានអីពីអ្នកណាមួយទេគឺសុំតែម្យ៉ាងគត់សុំឲ្យគេយល់ចិត្តណាសុំឲ្យគេយល់ចិត្តសុំឲ្យគេយល់ចិត្តយ៉ាងម៉េចអ្នកកើតឆ្នាំម្សិលសុំឲ្យគេយល់ចិត្តថាណែហែងប្រឹងណាហែងហត់ណាហើយលះបង់ដើម្បីច្រើនលះបង់ដើម្បីក្រុមគ្រួសារនឹងច្រើនណាស់ហើយជួយអញច្រើនណាស់ឥឡូវហ្នឹងឯងមិនហើយហើយសុខភាពយ៉ាងម៉េចដែរតោកយ៉ាងម៉េចហើយមិនល្អយ៉ាងម៉េចដែរបើសុំឲ្យគេមកសួរប៉ុណ្ណឹងគេដឹងអំពីយើងគេអាណិតពីយើងគេយល់ពីយើងណាគឺប្រហែលជាអ្នកកាត់ឆ្នាំម្សិលអាចដាច់ខ្យល់ឥឡូវហ្នឹងក៏បាត់ភ្នែកចិត្តដែរប៉ុន្តែមកជីវិតអ្នកកាត់ឆ្នាំម្សិលបងប្អូនសួរថាតើមានអ្នកណាបានឃើញអំពីតម្លៃនៅក្នុងការលះបង់របស់យើងដែរឬអត់ចម្លើយឆ្លើយថាគ្មានបានឃើញអំពីតម្លៃនៃការលះបង់សម្រាប់ខ្លួនយើងទេណាយើងធ្វើល្អយើងធ្វើត្រូវគេមើលអត់ឃើញទេប៉ុន្តែយើងធ្វើខុសគេឃើញលឿនជីវិតអ្នកកាត់ឆ្នាំម្សិលបែបហ្នឹងហើយនិយាយពីជួយគេអាណិតគេស្រឡាញ់គេលះបង់ដើម្បីគេគ្រប់បែបយ៉ាងដល់ពេលចុងក្រោយយើងអ្នកខុសអញ្ចឹងបែរថាមកជីវិតអ្នកកាត់ឆ្នាំម្សិលធ្វើល្អកាន់តែច្រើនកាន់តែមានកំហុសខុសច្រើនអញ្ចឹងមកជីវិតអ្នកកាត់ឆ្នាំម្សិលគ្មានណាយល់ចិត្តយើងទេអញ្ចឹងយើងយល់ចិត្តខ្លួនយើងទៅយើងលះបង់ដើម្បីខ្លួនយើងទៅអញ្ចឹងអ្នកកើតឆ្នាំម្សិលមិនឲ្យអ្នកណាមកយល់ចិត្តយើងទេចាប់ពីថ្ងៃហ្នឹងតទៅយើងយល់ចិត្តខ្លួនឯងហើយឥឡូវនេះអ្នកកើតឆ្នាំម្សិលយើងកំពុងឆ្ងល់ហើយលោកគ្រូមហាជុំខ្ញុំទៅឆ្ងល់ដែរលៀបជ័យស្អីទាំងឡាយទាំងពួងគឺវាចូលមកដែរប៉ុន្តែយកមិនបានវាចូលមកដែរយកមិនបានលៀបជ័យប្រងតែចូលមកក៏យកមិនបានរឿងល្អប្រងតែចូលមកក៏យកមិនបានថាឲ្យតែរឿងល្អយកមិនបានប៉ុន្តែរឿងដែលមិនល្អគឺចូលមកភ្លុកតែម្ដងអានឹងមកពីអីខ្ញុំសូមជំរាបពីកំថាអ្នកដែលកើតឆ្នាំម្សិលហ្នឹងវាគ្មានលៀបគ្មានជ័យអីចូលមកពីអីគឺមកពីយើងឆុងឆ្នាំនេះឆ្នាំម្សិលអញ្ចឹងយើងឆុងចឹងបាទខ្ញុំណែនាំឲ្យណែនាំទីខ្ញុំថាឆ្នាំម្សិលបើចង់ផុតទុកបើចង់មានលៀបមានជ័យបងប្អូនត្រូវកាត់ឆុងចេញកាត់ឆុងនេះមិនមែនចេះតែកាត់ទេកាត់ឲ្យត្រឹមត្រូវតាមក្បួនតាមຂະຫນាត់ចឹងដូចអ្នកកាត់ឆ្នាំម្សិលចឹងកូនសិស្សខ្ញុំអ្នកដែលបានកាត់ឆុងជាមួយខ្ញុំហើយកាត់ត្រឹមត្រូវហើយឥឡូវគឺមានលៀបគឺមានជ័យគេអូស៊ីមានបានហើយកាត់ឆុងហើយមិនត្រឹមតែមានលៀបមានជ័យហើយយើងជំរះឆុងយើងជំរះនៅរឿងមិនល្អយើងជំរះនៅរឿងដែលអាក្រក់ចេញហើយនៅក្នុងឆ្នាំ2026ឆ្នាំម្សិលមហាឡើងបើយើងបានកាត់ឆុងឲ្យរួចយើងបានជំរះនៅរឿងមិនល្អឲ្យរួចនៅក្នុងឆ្នាំ2025នេះចូលដល់ឆ្នាំ2026អ្នកដែលកាត់ឆ្នាំម្សិលលៀបជ័យហូរចូលមកដូចគេយកមកដាក់បងប្អូនឥឡូវគ្រាប់ដូចគេរុញទៅលះប៉ុន្តែបើយើងបានកាត់ឆុងឲ្យត្រឹមត្រូវឆ្នាំម្សិលគឺរាសីឡើងដូចគេយកមកឲ្យបាទដូចគេយកមកឲ្យហ្មងអញ្ចឹងបាទខ្ញុំទទួលទៀតថាអ្នកកាត់ឆ្នាំម្សិលគឺត្រូវតែកាត់ឆុងចេញហើយការកាត់ឆុងកាត់តែត្រឹមត្រូវណាមិនកាត់ខុសទេណាបើកាត់ខុសស្មើឈឺយកទៅពេទ្យអត់ប្រកាយហ្នឹងពេទ្យអត់ត្រូវហ្នឹងប៉ុន្តែបើកាត់ត្រូវអ្នកឯងរស់ស៊ីមានបានកាត់កបហើយលោកគ្រូខ្ញុំបានកាត់ឆុងហើយតើកាត់នៅទីនេះកាត់នៅកន្លែងនេះកាត់របៀបម៉េចហើយមិនដែរហើយអត់អាចខ្ញុំមកវិនិច្ឆ័យរឿងអ្នកបានទេប៉ុន្តែអ្នកសម្គាល់មើលខ្លួនឯងថាតើក្រោយទៅពីលោកអ្នកកាត់ឆុងហើយហ្នឹងមកតើលោកអ្នកទទួលបានអីខ្លះកាត់ឆុងឲ្យមានលៀបមានជ័យអានឹងកាត់ត្រូវហើយបើកាត់ឆុងឲ្យលំបាកជាងមុនវេទនាជាងមុនកាត់ទុកជាងមុនចង្អេជាងមុននឹងកាត់មិនត្រូវទេមិនកាត់ម្ដងទៀតហើយចឹងការកាត់ឆុងហ្នឹងសម្រាប់អ្នកនៅពេញមកកាត់ជាមួយខ្ញុំផ្ទាល់អ្នកនៅខេត្តមិនបាច់មកទេបាទយករបស់កាត់ឆុងទៅកាត់ទៅហើយសម្រាប់អ្នកដែលនៅស្រុកក្រៅមិនបាច់មកទេយើងអាចកាត់បានណាយើងមានវិធីរបស់យើងឆាតចូល page សួរនាំកូនសិស្សកូនទៅហើយអញ្ចឹងអ្នកដែលកាត់ឆ្នាំម្សិលរាសីយើងឡើងហើយបងប្អូនយើងអត់មានបញ្ហាយើងអត់មានលំបាកអីទៀតទេប៉ុន្តែបើយើងនៅឆុងយើងកាត់ឆុងចេញទៅដើម្បីយកលៀបយកជ័យនៅក្នុងឆ្នាំថ្មីឆ្នាំ2026ផងដើម្បីឲ្យអាចចុងឆ្នាំ2025នេះយើងហេងយើងកាត់អបយើងរីកចម្រើនតរៀងទៅអញ្ចឹងអ្នកដែលកាត់ឆ្នាំម្សិលល្អណាហើយបងប្អូនត្រូវចងចាំថានៅក្នុងឆ្នាំ2026ឆ្នាំមមីដែលនឹងចូលមកដល់ហ្នឹងណាបងប្អូនណាបើសិនជាយើងចង់មានលៀបបើសិនជាយើងចង់មានសំណាងណាបងប្អូនត្រូវរករូបប៉ប៉ែយកដាក់ផ្ទះត្រូវរករូបប៉ប៉ែយកដាក់ផ្ទះពីព្រោះឆ្នាំមមីសេះ
សัตว์ដែលនាំសំណាងសัตว์ដែលបន្សាបឥទ្ធិពលឆុងរបស់មមីគឺមមែបាទអញ្ចឹងមមែគឺនាំលៀបមមែនេះនាំលៀបសម្រាប់ឆ្នាំមមីផងហើយលៀបសម្រាប់អ្នកទាំងអស់គ្នាផងដែលកំពុងតែតាមដានទស្សនាហ្នឹងអញ្ចឹងបងប្អូនកូនក្មួយអ្នកដែលកើតនៅឆ្នាំម្សាញ់ហ្នឹងគឺត្រូវតែមានរូបពពែយកដាក់នៅក្នុងផ្ទះដើម្បីនាំលៀបដើម្បីនាំសំណាងដើម្បីហេងនៅក្នុងឆ្នាំថ្មីចឹងបងប្អូនប្រញាប់យកប្រពែទៅដាក់ប៉ុន្តែប្រពែហ្នឹងមិនមែនចេះតែយកទៅដាក់ទេណាតោះតែប្រពែហ្នឹងត្រឹមត្រូវតាមក្បួនតាមខ្នាតទៀតមានការប្រសិទ្ធិត្រឹមត្រូវទៀតបើយើងយកទៅដាក់ប្រពែហ្នឹងធម្មតាអត់មានប្រសិទ្ធិស្មើដុំឈើស្មើដុំថ្មអត់បានប្រយោជន៍អីទេណាប៉ុន្តែបើប្រពែហ្នឹងមានការប្រសិទ្ធិត្រឹមត្រូវយើងយកទៅដាក់ទៅយើងថ្កុំថ្កើងយើងរងរឿងយើងកាក់កោបចឹងអ្នកដែលត្រូវមានប្រពែគឺយើងយកទៅដាក់ហើយខ្ញុំណែនាំណានេះប្រពែដែលខ្ញុំបានធ្វើនេះគឺត្រឹមត្រូវតាមក្បួនតាមខ្នាតចឹងបងប្អូនយកទៅដាក់បងប្អូនហេងបងប្អូនជោគជ័យដាក់ឲ្យកាត់ឆុងដាក់ឲ្យលើករិស័យនាំលៀបនាំសំណាងនៅក្នុងឆ្នាំ2026បាទអញ្ចឹងយកទៅដាក់ទៅដាក់ពីឥឡូវឲ្យហើយដើម្បីឲ្យលៀបឲ្យជ័យហូរចូលប្រញាប់យកទៅដាក់បាទកុំចាំ2026ដាក់ពីខែ11ហ្នឹងទៅដើម្បីឲ្យប្រពែស្គាល់ចិត្តថាណែអីម្ចាស់អញរកស៊ីអីធ្វើអីអាហ្នឹងដាក់ទៅហេងឲ្យមានការប្រសិទ្ធភាពយ៉ាងត្រឹមត្រូវអញ្ចឹងបងប្អូនជៀវរូបប្រពែនេះយកទៅដាក់ហើយខ្ញុំមានអក្សរឈ្មោះខ្ញុំពីក្រោមបាទដើម្បីជៀសវាងកុំឲ្យមានគេបន្លំបាទមានដាក់អញ្ចឹងបងប្អូនត្រឹមត្រូវប្រពែនេះមិនត្រឹមតែមានខ្នាតមានរបៀបហើយមានការប្រសិទ្ធភាពយកទៅដាក់ដឹងតែហេងដឹងតែលៀបដូចបងប្អូនកូនក្មួយធ្លាប់ជៀវនៅប្រពែខ្ញុំបងប្អូនដឹងថាវាហេងដល់ទៅកម្រិតណាវាល្អដល់ទៅកម្រិតណាហើយប្រញាប់ណាអត់មានច្រើនទេមានតែ50គូទេបងប្អូនណាបាទបងប្អូនជឿតាន់ក៏តាន់បងប្អូនជឿមិនតាន់អាហ្នឹងក៏ជារឿងរបស់បងប្អូនណាបាទអញ្ចឹងបងប្អូនដែលកើតនៅឆ្នាំម្សាញ់រាសីរបស់យើងឡើងនៅចុងខែតុលាឆ្នាំ2025នេះលេខសំណាងគឺលេខ861ចំណែកពណ៌សំណាងគឺពណ៌សបាទលេខសំណាងលេខ861ពណ៌សំណាងគឺពណ៌សបងប្អូនណាជូនពរសុខសប្បាយសំណាងល្អទាំងអស់គ្នា